ធ្លាប់តែឥឡូវមានពិតនៅថៃនារីម្នាក់ជិះម៉ូតូឌុបអត់មានលុយឲ្យចុងក្រោយបួលពូម៉ូតូឌុបឆុងមីកាត់លុយថ្មីនេះមានរឿងរ៉ាវដ៏គួរឲ្យហួសចិត្តមួយកើតមានឡើងនៅក្រុងហេដនវេនៃប្រទេសថៃដោយបុរសជាអ្នករត់ម៉ូតូឌុបវ័យ23ឆ្នាំម្នាក់ទៅរាយការណ៍ប្រាប់ប៉ូលីសឲ្យជួយក្រោយមានភ្ញៀវស្រីម្នាក់ជិះម៉ូតូឌុបខ្លួនអស់40បាតប្រមាណ75,000រៀលបែរមិនឲ្យលុយតែសុំប្តូរជាសេវាផ្លូវភេទជំនួសវិញតាមការចេញផ្សាយពីកាសែត Bangkok Post ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ 7:30 នាទីយប់ថ្ងៃទី26 ខែមិថុនាឆ្នាំ2025កន្លងទៅនៅម្ដុំបន្ទប់ស្នាក់នៅនាតំបន់ស៊ុយខេមនៅក្រុងហដនតេនីនារីជាភ្ញៀវដែលមានវ័យ23ឆ្នាំដូចអ្នករត់ម៉ូតូឌុបដែរនោះបានប្រាប់ទៅអ្នករត់ម៉ូតូថានាងគ្មានលុយទេហើយក៏ព្យាយាមល្បួងបុរសរូបនោះឲ្យចូលបន្ទប់នាងដើម្បីគេងជាមួយគ្នាជាការដោះដូរថ្លៃដឹកប៉ុន្តែត្រូវបានខាងអ្នករត់ម៉ូតូបដិសេធនាងបានបន្តផ្ញើសារតាមអេបទៅបុរសជាអ្នករត់ម៉ូតូឲ្យចូលបន្ទប់នាងម្ដងទៀតហើយជាថ្មីខាងប្រុសនៅតែបដិសេធនិងក្រោយមកក៏តាក់ទងទៅប៉ូលីសឲ្យមកជួយមុនពេលប៉ូលីសមកដល់ក៏មានបុរសវ័យ29ឆ្នាំម្នាក់បានចេញពីបន្ទប់ហើយក៏ជួយបង់លុយជំនួសនារីរូបនោះទៅពេលប៉ូលីសមកដល់បុរសខាងលើបានប្រាប់ថាលោកមិនស្គាល់នារីនោះឡើយតែជួយចេញថ្លៃឲ្យព្រោះតែអាណិតលោកបានបន្ថែមទៀតថាលោកឧស្សាហ៍ឃើញនារីនោះមកម្ដុំដមនេះញឹកណាស់ក្នុងពេលប៉ុន្មានខែមកនេះហើយតែងរកម៉ូតូជិះនៅបន្ទប់ក្បែរនោះលោកនិយាយទៀតថាលោកអត់ដែលឲ្យនាងចូលមកក្នុងបន្ទប់លោកឡើយតែនាងនៅតែដើរចូលខ្លួនឯងលោកជាបុរសមានប្រពន្ធហើយដែលប្រពន្ធកំពុងនៅខេត្តនងខេនិងកំពុងមានទម្ងន់ទៀតលោកប្រាប់នាងថាទង្វើនេះអាចធ្វើឲ្យលោកមានបញ្ហាបានទើបចេញក្រៅជួយចេញថ្លៃម៉ូតូឌុបឲ្យនាងទៅដើម្បីកុំឲ្យនាងចូលក្នុងបន្ទប់លោកទៀតក្រោយការសាកសួររបស់ប៉ូលីសនារីរូបនោះក៏បានសារភាពថានាងពិតជាបានហៅអ្នករត់ម៉ូតូឌុបចូលបន្ទប់ពិតមែនតែអះអាងថាហៅចូលគ្រាន់ចង់បានគ្នាជែកលេងដើម្បីរំសាយភាពឯកាបន្ថែមពីនេះនាងក៏បដិសេធថាខ្លួនមិនបានប្រើប្រាស់សារធាតុញៀនអ្វីនោះដែរយ៉ាងណាមិញក្រោយប៉ូលីសនាំនារីខាងលើត្រឡប់ទៅកន្លែងស្នាក់នៅរបស់នាងវិញដែលមានលោកយាយវ័យ72ឆ្នាំរស់នៅជាមួយលោកយាយបាននិយាយថាចៅរបស់គាត់ធ្លាប់មានប្រវត្តិប្រើគ្រឿងញៀនរហូតធ្វើឲ្យនាងកើតមានបញ្ហាលោកយាយបានសុំប៉ូលីសឲ្យជួយចៅគាត់ផងព្រោះនាងតែងចេញពីផ្ទះយប់ហើយម៉ូតូឌុបគេជិះទាំងអត់មានលុយឲ្យគេប៉ូលីសក៏បានណែនាំឲ្យក្រុមគ្រួសារនាំនាងទៅមន្ទីរពេទ្យព្យាបាលនៅម៉ោងធ្វើការធម្មតាព្រោះសភាពនាងពេលនេះគឺមិនធ្ងន់ធ្ងរនោះឡើយបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ